ទី1គឺអត់$14នេះបាទទី2គឺ$3.7សេននេះគឺទាំងពីរហ្នឹងគឺខ្ញុំដកនៅក្នុងថ្ងៃតែមួយថ្ងៃហ្នឹងថ្ងៃទី17បាទចឹងបងប្អូនឃើញហ្នឹងហ្នឹងគឺជាការដកលុយរបស់ខ្ញុំចេញពីក្នុងហ្គេមចោលថ្មនេះហើយការរករបស់ខ្ញុំរកលុយរបស់ខ្ញុំជាមួយនឹងហ្គេមចោលថ្មនេះគឺខ្ញុំដកបានរហូតទៅដល់$296.97សេនជាស្រ័យសួស្តីបងប្អូនអ្នកគ្នាបាទស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំសាជាថ្មី Create Money MMO បាទនៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញរៀងកាត់ទីហើយតើតើមួយហ្គេមចោលថ្មដោយសារខ្ញុំបានបំពេញលក្ខខណ្ឌមកវាដោយអត់បានព្រៀងទុកទេបាទអញ្ចឹងខ្ញុំបំពេញលក្ខខណ្ឌនេះគឺជាហ្គេមចោលថ្មនេះលក្ខខណ្ឌគឺ$14ណាដែលបងប្អូនយើងបំពេញលក្ខខណ្ឌណាបាទអញ្ចឹងនេះគឺជាតម្រងដែលខ្ញុំបានបំពេញជោគជ័យគឺ103វាចុះត្រឹម74នៅក្នុងហ្គេមចោលថ្មហ្នឹងគឺវាលក្ខខណ្ឌរបស់វាគឺក្រោម100បាទអញ្ចឹងឥឡូវគឺខ្ញុំនៅ74គឺខ្ញុំអាចដកបានហើយណាគឺខ្ញុំមានសិទ្ធិដកបានហើយចំនួន$14នេះអញ្ចឹងបងប្អូនចុចលើប៊ូតុងនេះមកបាទបន្តមកទៀតបងប្អូនយើងក៏លេខមកមើលនេះនៅក្នុងតម្រងបែបនេះគឺខ្ញុំបានបំពេញហើយគឺខ្ញុំបានបំពេញលក្ខខណ្ឌជាមួយនឹងហ្គេមនឹងហើយនេះអញ្ចឹងបងប្អូនឃើញហ្នឹងគឺ$10ក្រហមបូកនឹង$4ហ្នឹងគឺបានន័យថាការដករបស់ខ្ញុំគឺ$14ហើយកន្លែងនេះគឺជាលក្ខខណ្ឌមកវានេះគេដាក់ថាមីនេះបាទ74គឺខ្ញុំបានបំពេញវានៅក្រោម100ហើយទៅនេះវាដាក់ថា withdrawal បើចេញតម្រងបែបហ្នឹងហើយគឺខ្ញុំអាចដកបានហើយឬក៏អ្នកគ្នាអាចដកបានហើយអញ្ចឹងបងចុចលើពាក្យថា withdraw ហ្នឹងមកបងប្អូនចុចនៅលើពាក្យថា withdraw ហ្នឹងទៅគឺបងប្អូនយើងគឺអាចដកចំនួនទឹកលុយគឺ$14ហ្នឹងហើយទៅក្នុង PayPal របស់យើងបានហើយគឺយើងអាចស្នើដកបានហើយអញ្ចឹងបងប្អូនយើងដែលមានតម្រងបែបហ្នឹងណាបាទធ្វើដូចខ្ញុំអញ្ចឹងបានយើងអាចធ្វើការដកបានអ្នកនាងមកដល់តម្រងទៅនេះគឺបងប្អូនយើងឃើញទឹកលុយគេដាក់ថា US $14ហើយអានេះគឺជា Gmail ដែលខ្ញុំធ្លាប់ធ្វើការបញ្ចូលពីមុនធ្លាប់ធ្វើការដកនេះអានេះគឺជាទឹកលុយគឺ$14 US $14អញ្ចឹងបងប្អូនចុចពាក្យថា confirm តែប៉ុណ្្នឹងមកបាទចុចពាក្យថា confirm មកដល់តម្រងនេះគឺគេដាក់ថា$14ហ្នឹងគឺធំអញ្ចឹងពណ៌ក្រហមហ្នឹងបងប្អូននឹងក៏ធ្វើការចុចលើប៊ូតុងនេះមកបាទប៊ូតុងពាក្យថា happy to ហ្នឹងទៅគឺយើងអាចស្នើដកលុយហ្នឹងបានហើយអ្នកនាងបាទអូខេចឹងបងប្អូនចុចលើប៊ូតុងហ្នឹងមកដល់តម្រងនេះគឺបងប្អូនយើងក៏លេចមកមើលនៅខាងលើនេះគឺខ្ញុំបានដកទៅហើយគេដាក់ថា withdraw វិញវាចេញតម្រងបែបនេះបាទនេះអញ្ចឹងបងប្អូនយើងចូលមកដល់កន្លែងនេះគឺជាប្រវត្តិនៃការដកណាចឹងបងប្អូនឃើញទឹកលុយរបស់ខ្ញុំគឺដកបាន$14ហ្នឹងប៉ុន្តែវាអត់ទាន់ជោគជ័យទេវាចេញពណ៌ប្រផេះបាទវាខុសគេអញ្ចឹងណាបាទឥឡូវចេញមកវិញខ្ញុំមកដកកន្លែងកាក់មួយទៀតនេះកន្លែងកាក់នេះនៅត្រង់កន្លែងកាក់នេះគឺខ្ញុំមានចំនួន 307k កាក់ហ្នឹងហើយខ្ញុំចង់ធ្វើការដកជាមួយនឹង$14មិញដែរនៅក្នុងថ្ងៃតែមួយបាទនេះអញ្ចឹងបងប្អូនឃើញណា$3.7សេននេះអានេះគឺខ្ញុំដកចេញពីកន្លែងកាក់ណាគ្នាបាទឲ្យតន់ណាបាទអាមិញ$14មិញគឺខ្ញុំដកចេញពីកន្លែងសន្លឹកលុយតែហ្នឹងគឺមានលក្ខខណ្ឌហើយអាកន្លែងដែលយើងកំពុងបង្ហាញនេះអាហ្នឹងគឺជាកន្លែងកាក់ហ្នឹងគឺយើងសន្សំកាក់នៅពេលដែលយើងលេងឬក៏ណែនាំមិត្តភ័ក្តិអញ្ចឹងបងចុចពាក្យថា withdraw all នេះមកបាទមកដល់តម្រងទៅនេះគឺបងប្អូនយើងធ្វើការចុច confirm យកមកបាទនេះទឹកលុយគឺ$3.7សេនណាបាទខ្ញុំអត់កាត់តទេគឺខ្ញុំបង្ហាញពិតប្រាកដអស់នេះណា$3.7សេនអញ្ចឹងបងប្អូនធ្វើការចុចលើពាក្យថា confirm ទៅប៉ុណ្ណឹងមកអូខេនេះមកដល់តម្រងនេះបងប្អូនឃើញគេដាក់ថា US $3.7សេនចុចលើនោះមកចុចលើប៊ូតុងពាក្យថា P នោះមកនេះបន្តមកទៀតបងប្អូននឹងក៏លេខមើលនៅខាងនេះគេដាក់ថា$17នេះ$17.7ដោយសារខ្ញុំធ្វើការដកហ្នឹងគឺ2ដងអ្នកនេះបាទទី1គឺ$14នេះទី2គឺ$3.7សេនអញ្ចឹងហើយនេះទាំងពីរនេះគឺជាការដកនៅក្នុងថ្ងៃហ្នឹងបាទថ្ងៃទី17ហ្នឹងបាទខ្ញុំដកនៅថ្ងៃត្រង់ពេលល្ងាចថ្ងៃសៀលដែរបាទអូខេអញ្ចឹងបងប្អូនឃើញណាពីរហ្នឹងគឺជាការដកនៅក្នុងថ្ងៃទី17ចាំថ្ងៃអង្គារបាទខែ3ខែមិនិនាហ្នឹង2026អូខេឥឡូវគឺខ្ញុំបានដកហើយអស់ហើយឥឡូវខ្ញុំចេញមកវិញខ្ញុំមកបង្ហាញបងប្អូនយើងដែលចង់ធ្វើការដកសារជាថ្មីណានេះអញ្ចឹងបងប្អូនចង់ដកសារជាថ្មីអាចមើលវីដេអូរបស់ខ្ញុំបាន
បាទអញ្ចឹងខ្ញុំចង់បញ្យល់បងប្អូនយើងដែលគាត់ខាងបងប្អូនយើងគាត់ច្រឡំណានេះឥឡូវគឺខ្ញុំមាន$17.25សេននេះបងប្អូនមើលកន្លែងដាក់ថា my money នេះខ្ញុំមានចំនួន$17.25សេនអញ្ចឹងខ្ញុំចង់ធ្វើការដកគឺខ្ញុំដកបានតែ$10នេះបាទខ្ញុំដកបាន$10ថែមទៀតអញ្ចឹងបងប្អូនចុចលើកន្លែងលេខ US $10នេះមកបាទ US $10ហ្នឹងមកបន្តមកវាចេញប៊ូតុងឲ្យយើង withdraw បានហើយនេះវាចេញប៊ូតុងឲ្យយើង withdraw បាទអញ្ចឹងចុចលើពាក្យថា withdraw ហ្នឹងមកដល់តម្រងទៅនេះគឺបងប្អូនយើងឃើញគេដាក់ថា US $10ចុច confirm មកបាទអូខេអញ្ចឹងអានេះគឺបងប្អូនឃើញតម្រងបែបនេះតែហ្នឹងគឺជាលក្ខខណ្ឌដែលវាឲ្យយើងបំពេញណាចុចលើប៊ូតុងនេះមកបាទនេះគឺជាតម្រងលក្ខខណ្ឌដែលយើងមិនទាន់បានធ្វើការបំពេញបានជោគជ័យអាហ្នឹងគឺជាតម្រងហ្នឹងណាបាទហ្នឹងគឺតម្រងដំបូងបាទអញ្ចឹងបងប្អូនមើលទៅនេះបាទតែនេះគឺវាឲ្យតែ$10ទេបាទ$10នៅពេលដែលបងប្អូនយើងបំពេញលក្ខខណ្ឌចប់រួចរាល់វាបូកឲ្យយើងចំនួន$4ថែមទៀតដូចរបស់ខ្ញុំនៅខាងដើមវីដេអូនោះនេះឃើញទេបាទតម្រងនេះគឺជាតម្រងដែលយើងមិនទាន់បំពេញលក្ខខណ្ឌវាចប់100%ទេវាលេខមីអាកន្លែងមីហ្នឹងគឺ913ហើយធ្វើបងប្អូនត្រូវធ្វើយ៉ាងម៉េចឲ្យអាកន្លែងមីហ្នឹងគឺក្រោម100ក្រោមលេខ100ណាបាទក្រោមលេខ100 99 98អីហ្នឹងគឺធ្វើយ៉ាងម៉េចឲ្យនៅលេខក្រោម100ទើបយើងអាចស្នើដកបានដូចដើមវីដេអូរបស់ខ្ញុំបង្ហាញមិញអញ្ចឹងបាទអូខេអញ្ចឹងខ្ញុំស្គាល់បងប្អូននឹងយល់ពីចំណុចទាំងហ្នឹងណាបាទខ្ញុំសង្ឃឹមបងប្អូននឹងយល់ពីចំណុចទាំងហ្នឹងទាំងអស់គ្នាចុះបាទដោយសារតាវាជាកន្លែងដែលបងប្អូនភ័ន្តច្រឡំអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំសូមធ្វើការបញ្ចប់ឬក៏ stop ទៅប៉ុណ្្នឹងសិនចាំជួបនៅចុងកន្ទុយវីដេអូខ្ញុំបង្ហាញពីប្រវត្តិនៃការដកលុយទាំងពីរបងហ្នឹងបាទអូខេបងប្អូនអរគ្នាបន្ទាប់ពីខ្ញុំបានដកលុយចំនួន$14មួយហើយនឹង$3ជាងនឹងមួយណានៅដើមវីដេអូបងប្អូនយើងបានឃើញហើយគឺខ្ញុំដកនៅក្នុងថ្ងៃនេះគឺខ្ញុំដក2បាទនៅក្នុងហ្គេមតែមួយ2កន្លែងបាទ2ប្រវត្តិលុយ2ប្រវត្តិនៃការដកគឺខ្ញុំដក2អញ្ចឹងបងប្អូនយើងបានឃើញនៅដើមវីដេអូហើយអូខេអញ្ចឹងឥឡូវបងប្អូនចុចចូលកន្លែងកាក់ហ្នឹងមកចូលកន្លែងកាក់មកបងប្អូនឃើញចុចនៅកន្លែងនេះកន្លែងសញ្ញាព្រួយហ្នឹងមកបន្តមកទៀតបងប្អូននឹងឃើញនេះការដកនៅថ្ងៃហ្នឹង17ទី17ខែ3 2026នេះគឺខ្ញុំដកបានចំនួនទី1គឺ$14នេះបាទទី2គឺ$3.7សេននេះគឺទាំងពីរហ្នឹងគឺខ្ញុំដកនៅក្នុងថ្ងៃតែមួយថ្ងៃហ្នឹងថ្ងៃទី17បាទចឹងបងប្អូនឃើញហ្នឹងហ្នឹងគឺជាការដកលុយរបស់ខ្ញុំចេញពីក្នុងហ្គេមចោលថ្មនេះហើយការរករបស់ខ្ញុំរកលុយរបស់ខ្ញុំពីជាមួយនឹងហ្គេមចោលថ្មនេះគឺខ្ញុំដកបានរហូតទៅដល់$296.97សេនជាស្រ័យ$296.67សេននៅខ្វះតា$3ជាងទៀតទេគឺខ្ញុំគ្រប់$300បាទគឺខ្ញុំដកបានពិតមែនអស់នេះលុយហ្នឹងលុយហ្នឹងគឺលុយដែលយើងអាចយកមកចាយបានពិតប្រាកដបាទអូខេអ្នកនេះអញ្ចឹងឥឡូវខ្ញុំសូមធ្វើការចេញពីក្នុងហ្គេមទៅបង្ហាញនៅក្នុង PayPal របស់ខ្ញុំថាតើខ្ញុំទទួលបានទឹកលុយចំនួនទី1គឺ$14ហើយទី2គឺ$3.7សេនហ្នឹងពិតមែនឬក៏អត់អញ្ចឹងទៅទស្សនាតោះនេះតោះហ្នឹងហើយអញ្ចឹងសរុបមកការដកនៅក្នុងវីដេអូនេះគឺដកចំនួន$17.7សេនបាទ$17.7សេន$14បូក3បាទអញ្ចឹងត្រូវហើយអូខេបងប្អូនអរគ្នាអញ្ចឹងឥឡូវគឺខ្ញុំបានចូលមកដល់នៃ PayPal របស់ខ្ញុំហើយនេះឥឡូវខ្ញុំអមបងប្អូនឃើញតែ2ទេណា2ហ្នឹងអញ្ចឹងថ្ងៃនេះគឺជាថ្ងៃទី17បាទ17ខែ3 2026គឺខ្ញុំបានដកបាន2ហ្នឹងនេះនៅក្នុងហ្គេមតែមួយគឺខ្ញុំដកម្ដង2តែហ្មងបាទទី1គឺ$14នេះគឺដកចេញពីកន្លែងសន្លឹកលុយបាទហើយ$3.7សេនគឺដកចេញពីកន្លែងកាក់នៅក្នុងហ្គេមចោលថ្មទាំងហ្គេមតែមួយគឺខ្ញុំដកបាន2ប្រវត្តិនៃការដកអញ្ចឹងអ្នកនរឃើញទេបាទអូខេអ្នកនរអញ្ចឹងខ្ញុំបង្ហាញតែប៉ុណ្្នឹងឯងអញ្ចឹងវីដេអូនេះគឺខ្ញុំសូមធ្វើការបញ្ចប់តែប៉ុណ្្នឹងណាអ្នកនរអញ្ចឹងហ្គេមចោលថ្មនេះគឺនៅតែអាចដកលុយបានតែទេហើយចំពោះបងប្អូនយើងដែលគាត់អត់ទាន់បានធ្វើការដកព្យាយាមសិក្សាស្វែងយល់ព្យាយាមលេងទាំងអស់គ្នាឆ្លៀតឱកាសបាទធ្វើការរកសន្សំទាំងអស់គ្នាដែរណាបាទអូខេអ្នកនរវាមិនដែលខ្ញុំដកបានបងប្អូនដកមិនបានតែខ្ញុំអត់ជឿអញ្ចឹងណាអញ្ចឹងបងប្អូនយើងកុំតនិយាយថាទៅលេងរួចអីអញ្ចឹងអ្នកនរបាទអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទកុំឲ្យខាតពេលបងប្អូនទស្សនាយើងបន្តទៀតបាទ